ទុក្ខសច្ចៈជាធម៌ដែលត្រូវកំណត់ដឹងអ្នកត្រូវកំណត់ដឹងឲ្យច្បាស់ថាជីវិតកើតមកជាទុក្ខអ្នកត្រូវរស់នៅក្នុងសេចក្តីពិតកុំភូតខ្លួនឯងកុំរកវិធីប្រឡប់ខ្លួនឯងកុំទៅច្រៀងកុំទៅរាំកុំទៅផឹកស្រាកុំទៅធ្វើនេះធ្វើនោះដើម្បីឲ្យខ្លួននឹងវារវល់អត់បានគិតពីសេចក្តីពិតនៅក្នុងខ្លួនរបស់អ្នកត្រូវគិតឲ្យឃើញថាពិតមែនជីវិតកើតមកគឺដើម្បីតែស្លាប់នឹងត្មងអត់បានការអ្វីទាំងអស់សបាយពី1វិនាទីទៅ1វិនាទីគឺនៅសល់តែការចងចាំគ្មានបានការអ្វីទាំងអស់ប៉ុន្តែមនុស្សមិនព្រមទទួលយកការពិតថាជីវិតកើតមកជាទុក្ខចេះតែទៅធ្វើនេះបន្តិចទៅធ្វើនោះបន្តិចដើម្បីប្រឡប់មកជីវិតហ្នឹងអត់មានប្រឡប់ពីណាទេបងប្អូនប្រឡប់តែខ្លួនឯងហ្នឹងដើរទៅទៅនេះបន្តិចទៅធ្វើទៅនេះបន្តិចទៅធ្វើទៅនោះបន្តិចទៅដើម្បីឲ្យឃើញថាជីវិតហ្នឹងវាមានន័យប៉ុន្តែការពិតជីវិតហ្នឹងកើតមកចាំថ្ងៃស្លាប់ហ្នឹងមិនមកកើតទេពេលវេលាដែលកន្លងហួសទៅមកផ្លែតគិតទៅ10 20ឆ្នាំហ្នឹងសល់តែការចងចាំពពុទ្ធលោកបង្រៀនយើងឲ្យពលត្រូវអរិយសច្ចៈទី1គឺជីវិតជាទុក្ខដើម្បីអីបងប្អូនទី1វាតាក់ទងជាមួយនឹងសេចក្តីពិតមិនមែនពពុទ្ធនឹងរុញច្រានយើងទេវាជាសេចក្តីពិតទី2ដើម្បីឲ្យបងប្អូនព្រមលែងជីវិតនឹងចោលឆ្ពោះទៅរកការអស់នៅការផ្គុំសាជាថ្មីដើម្បីឲ្យកើតជីវិតពពុទ្ធអត់បង្រៀនទេឲ្យតែមេរៀនណាដែលនាំឲ្យកើតអញឲ្យបានមកអញពីព្រោះអញហ្នឹងគឺជាធាតុដែលព្រះសម្មាសម្ពុទ្ធលោកចង់រំលាយអញធំទុកធំអញតូចទុកតូចអស់អញអស់ទុកពពុទ្ធលោកនាំយើងទៅដល់អស់ទុកគឺអស់អញអញ្ចឹងធម៌ណាដែលបងប្អូនធ្វើដើម្បីឲ្យបានមកអញបងប្អូនត្រូវច្បាស់លាស់ថាមិនមែនជាធម៌ដែលព្រះសម្មាសម្ពុទ្ធលោកបង្រៀនយើងទេពពុទ្ធលោកប្រាប់ថាម៉េចជាធម៌ដែលតថាគតធ្លាប់ដើរហើយហៅថាធម៌អ្នកស្រុកឬធម៌ថោកទាបធម៌អ្នកស្រុកហេតុអីបានហៅថាធម៌អ្នកស្រុកពីព្រោះអ្នកស្រុកធ្វើតែអញ្ចឹងកាលពីពពុទ្ធលោកមិនទាន់ត្រាស់ដឹងអ្នកស្រុកមួយណាក៏ធ្វើតែអញ្ចឹងពិធីសាសនាវាមានច្រើនសាសនាគេជឿតាមនេះជឿតាមនោះបើទៅឥណ្ឌាផងបងប្អូនខ្លះគោរពគោទៅខ្លះគោរពវាយោទៅខ្លះគោរពភ្នំទៅខ្លះគោរពកដោទៅប៉ុន្តែសរុបរួមមកគឺដើម្បីឲ្យបានមកអញអញ្ចឹងហើយបានប្រពុតលោកប្រាប់ថាអាធម៌បានមកអញជាធម៌អ្នកស្រុកឬធម៌ថោកទាបតថាគតទៅហួសពីអ្នកស្រុកធម្មតាហើយតថាគតត្រាស់ដឹងហើយតថាគតនាំកូនមកត្រាស់ដឹងដែរគឺពលត្រូវអរិយសច្ចៈតាមសេចក្តីពិតរបស់វាពលត្រូវធម្មជាតិពិតតាមដំណើរពិតរបស់វាហៅថាការត្រាស់ដឹង